ឥឡូវយើងចូលដល់ German Opportunity Card បាទតើកម្មវិធី German Opportunity Card ជាអ្វីបាទកម្មវិធីហ្នឹងគឺជាកម្មវិធីមួយដែលយើងទៅរកការងារធ្វើជាក្របខ័ណ្ឌដែលយើងត្រូវទៅរកការងារធ្វើនៅប្រទេសអាល្លឺម៉ង់តាមរយៈកម្មវិធី German Opportunity Card ហ្នឹងគឺគោលបំណងគឺរកការងារដោយស្របច្បាប់បាទដោយបេក្ខជនហ្នឹងគាត់គ្រាន់តែមានសញ្ញាបត្រដែលទទួលស្គាល់ឬក៏មានពិន្ទុគេហៅ sufficient point base ហ្នឹងពេលដែលអ្នកខ្លះគាត់មានសញ្ញាបត្រប៉ុន្តែអត់មាន requirement ដូចជាអាយុគាត់លើសបច្ចុប្បន្នយើងយក45ចុះក្រោមអ្នកដែលមានបញ្ញាបត្រឡើងលើគឺអាចដាក់បានប៉ុន្តែបើគាត់46ឡើងលើគាត់មានពិន្ទុគេហៅ point base ដើម្បីវាតម្លៃមានបញ្ញាបត្របាន4ពិន្ទុទៅមាន master បាន5ពិន្ទុចេះអង់គ្លេស IELTS 5បាន1ពិន្ទុអីចឹងអញ្ចឹងយើងគ្រប់យើងអាចដាក់បានដូចគ្នាបាទជាឱកាសហើយនៅពេលដែលយើងprocess ជាមួយកម្មវិធីហ្នឹងតើយើងនឹងទទួលបានអ្វីទី1គឺ temporary work visa ដូចខ្ញុំជំរាបមិញហ្នឹងគឺ TR ហ្នឹងបាទយើងនឹងចេញទៅយើងបាន temporary work visa 12ខែរយៈពេល1ឆ្នាំហើយយើងនឹងជាស្ពានមួយដែលយើងអាចចាប់ដើមទទួលបាន PR ពេលដែលយើងធ្វើការតាម requirement នៅអាល្លឺម៉ង់នៅពេលដែលយើងទទួលបានការងារក្នុងកំឡុងពេលដែលយើងទទួលបានការងារស្របច្បាប់ហើយពេញម៉ោងយើងនឹងទទួលបាន temporary work visa បន្ទាប់មកយើងធ្វើការបាន21ខែយើងអាចស្នើសុំ PR បាន21ខែបើនៅតែចាប់ផ្ដើមពីយើងទីទៅយើងស្នើសុំ work permit អាច1ឆ្នាំឬក៏2ឆ្នាំបើយើងបាន2ឆ្នាំយើងជោគជ័យយើងធ្វើការឲ្យគ្រប់តែ21ខែយើងមើលទៅប៉ុន្តែគ្រាន់តែពុំមាន rank ប្រាក់ខែដែរតើប្រាក់ខែយើងដល់ mid ជិះទៅ5700 អឺរ៉ូក្នុងមួយឆ្នាំហ្នឹងគឺ21ខែអាចស្នើបានហើយប៉ុន្តែមានលក្ខខណ្ឌទៀតបើគាត់អត់ដល់ទេគាត់បានតែ45000ក្នុងមួយឆ្នាំអីទេហ្នឹងគឺភារៈតទៅមុខទៀត27ខែអីចឹងទៅហ្នឹងយើងមើលជាក់ស្ដែងទៅតាមគោលការណ៍របស់រដ្ឋាភិបាលរបស់គេបាទហើយបន្ទាប់ពីយើងបាន PR គឺយើងធ្វើការរស់នៅជាទូទៅ PR នៅអឺរ៉ុបកាន់5ឆ្នាំអាចស្នើសុំ citizenship បានហើយហ្នឹងគឺជាគេហៅ naturalization ពីមួយដំណាក់កាលទៅមួយដំណាក់កាលរហូតដល់យើងបាន citizen បាទនេះជា website នៅក្រសួងភ្នំពេញរបស់យើងបងអាចចូលមើលបានខ្ញុំអត់សូវប្រកែកអានអាល្លឺម៉ង់ព្រោះអត់ចេះconsent kate ហ្នឹងមកថាគឺ opportunity card គឺជាឱកាសដែលគេបើកព្រោះដោយសារតែអាល្លឺម៉ង់ឥឡូវបច្ចុប្បន្នកំពុងខ្វះកម្លាំងពលកម្មជំនាញដូចជាចូល7លាននាក់បាទហើយមាន client យើងទៅហ្នឹងគឺគាត់ទទួលបានហើយមានអាយុ42ឆ្នាំគាត់ចេះអាល្លឺម៉ង់គាត់ចេះតែអង់គ្លេសដល់ហ្នឹងគាត់ apply 3កន្លែង offer បាន2កន្លែងឥឡូវគាត់ចូលធ្វើជា management នៅក្នុងសាយមួយតាក់ទងនឹងការងារ engineer បាទហើយថ្ងៃ31ហ្នឹងក៏មានខ្មែរយើងគាត់ឡើងទៅម្នាក់ដែរពួកយើងនឹងជូនដែរនៅក្នុងខែនេះយើងមានអតិថិជនថ្ងៃ25ហ្នឹងពួកខ្ញុំជូនតារាមកគ្រួសារទៅកាណាដាថ្ងៃ31ទៅអាល្លឺម៉ង់ថ្ងៃ1ទៅកាណាដាទៀតបន្តហើយអ្នកទៅប៉ូទុយហ្គាល់ក៏មានដែរនៅខែ9ហ្នឹងតែមានទៅឲ្យមកគ្រួសារទៀតហើយព្រោះគាត់កំពុង pending approval visa បាទលក្ខខណ្ឌនៃការជ្រើសរើសសម្រាប់កម្មវិធី German Opportunity Card ទី1យើងត្រូវមានលុយ 13092 អឺរ៉ូយើងត្រូវមានលុយប៉ុណ្ណឹងដើម្បីយើង opening block bank account ពីព្រោះរដ្ឋាភិបាលរបស់គេទទួលយើងមិនប៉ុន្តែមិនអាចអត់លុយចូលទៅបានទេគេអត់ឲ្យយើងជាបន្ទុករបស់គេឯងត្រូវមានលុយចាយខ្លួនឯង 13092 អឺរ៉ូហ្នឹងគេចែកជា12ចែកទៅឃើញយើងមួយខែដកបាន1091ទេអញ្ចឹងមួយខែយើងដកបាន1091មួយខែដកបាន1091រហូតដល់12ខែបើយើងអត់មានការងារធ្វើសោះក៏យើងមានលុយហ្នឹងសម្រាប់ចាយវាស្នាក់នៅហូបចុកគេគិតជា average minimum wage នៅអាល្លឺម៉ង់គឺប្រហែលជា1091ហ្នឹងអាចស្នាក់នៅហូបចុកបានតាមការរីកថាំរបស់យើងជាក់ស្ដែងហើយបន្ទាប់មកមែន applicant គាត់ត្រូវមានអាយុ18ឆ្នាំឡើងលើហើយបច្ចុប្បន្ន45ចុះក្រោមគឺ best សម្រាប់យើង46ឡើងលើគាត់អាចនិយាយបានថាគាត់ត្រូវជួបមួយពិន្ទុឲ្យគ្រប់បាទហើយ source of fund អត់អីទេឲ្យតែមានលុយដាក់បានហើយគេអត់សួរនាំយើងថាបានលុយមកពីណាទេស្រួលហើយចំពោះកម្រិតវប្បធម៌ទី1យើងត្រូវមានសញ្ញាបត្របញ្ញាបត្រឡើងលើឬក៏យើងមានគេហៅ vocational training qualification សញ្ញាបត្របណ្ដុះបណ្ដាលជីវៈដែលទទួលស្គាល់ពីខាងសហភាពអឺរ៉ុបគឺឬក៏ទទួលស្គាល់ជាពិភពលោកអីចឹងទៅ cert 3 cert អីចឹងទៅសញ្ញាបត្ររបស់យើងណាបាទហើយសម្រាប់អ្នកនេះសញ្ញាបត្ររបស់យើងនៅពេលដែលមានហើយមិនមែនថាអូតើចប់បងចប់បញ្ញាបត្រហើយបងបានទៅឲ្យពួកយើងធ្វើ document assessment មួយសិនគឺសុំសញ្ញាបត្របងដើម្បីមក verify ជាមួយនឹង system របស់អាល្លឺម៉ង់ថាតើគេទទួលស្គាល់អត់ទី1សញ្ញាបត្ររបស់គាត់យើងយកពីសាលាគាត់មានហើយនឹងបញ្ញាបត្រ major ដែលជា title major របស់គាត់ហ្នឹងត្រូវតែមានប៉ុន្តែបើនៅស្រុកខ្មែរយើងខ្ញុំឃើញ client បច្ចុប្បន្នខ្ញុំអាចនិយាយបានថារាប់រយ client ដែរដែលគាត់ pending ទៅលើmajor សាលាមានខ្ញុំឧទាហរណ៍សាលាភ្ញៀវយើងមានសាលា rule មាននុំមាន Norton មាន IU មានអីសាលាច្រើនដែលមានណា
ប៉ុន្តែដល់ពេល major ខ្ញុំឧទាហរណ៍មួយភ្ញៀវខ្ញុំម្នាក់គាត់រៀនចប់ management នៅ Bilbrai ប៉ុន្តែនៅក្នុង title subject របស់គាត់គាត់ដាក់ general management ដល់ពេលយើង check នៅក្នុងAnabin ហ្នឹងគឺ bachelor in management អញ្ចឹងវាអត់មានអា general ពីរមុខទេបាទប៉ុន្តែនៅក្នុងកន្លែងហ្នឹងតាមប្រទេសយើងកុំបារម្ភយើងអាចដាក់ពាក្យបានបើយើងដាក់ពាក្យហើយមន្ត្រីកុងស៊ុលនៅពេលដែលចូលសម្ភាសឲ្យគាត់មើលគាត់ review មើលទៅលើ bachelor របស់យើងតិចជាង 5% ដែលគាត់ approve បើន័យថាគាត់អត់ឲ្យយើងធ្វើ CIB ទេបើជាទូទៅនៅពេលដែលយើង check អត់ឃើញនៅក្នុង major ដែលយើងផ្ទៀងនៅក្នុង system របស់អាល្លឺម៉ង់ហ្នឹងបើសិនជាអត់ឃើញយើងត្រូវធ្វើ CIB ហ្នឹងគឺយើងស្នើសុំនៅក្នុង system របស់គេដើម្បី verify សញ្ញាបត្រយើងឲ្យត្រូវឲ្យ qualify បានន័យថាឲ្យ equivalent ថាសញ្ញាបត្រយើងគឺ equivalent ជាមួយនឹងសញ្ញាបត្រអាល្លឺម៉ង់គេ recognize ហ្នឹងបាទប៉ុន្តែតិចជាង 5% ដែលគេតម្រូវឲ្យយើងធ្វើអញ្ចឹងខ្ញុំអត់ suggest ឲ្យភ្ញៀវគាត់ធ្វើ CIB ឯងគឺគាត់ដាក់ហ្មងគាត់ដាក់ពាក្យត្មងហើយបើសិនជាមន្ត្រីកុងស៊ុលឲ្យធ្វើ CIB ចាំយើងទៅធ្វើប៉ុន្តែខ្ញុំអត់ guarantee ថាគេឲ្យធ្វើឬមិនឲ្យធ្វើទេគឺមន្ត្រីកុងស៊ុលជាអ្នកសម្រេចទៅពេលយើងដាក់ទៅណាប៉ុន្តែលទ្ធផលគឺតិចជាង 5% ទេដែលគេឲ្យយើងធ្វើគឺគេ approve ហើយប៉ុន្តែបើគេឲ្យយើងធ្វើទៅវាអត់ខាតអីទេបើយើងធ្វើមុនវារងចាំយូររហូតដល់ CIB នេះលទ្ធផលអាចខ្ទង់3ខែបើយើងចេញលទ្ធផលអញ្ចឹងវា waste time ដែរអញ្ចឹងយើងដាក់សិនទៅចាំដល់ពេលគេអត់ឲ្យយើងធ្វើយើងជោគជ័យយើងបានតែបើគេឲ្យយើងធ្វើបើគេសង្ស័យសញ្ញាបត្រយើងគេឲ្យយើងធ្វើអាហ្នឹងយើងធ្វើទៅអត់ខុសទេបាទសម្រាប់ពេលដែលយើងចេញទៅគឺយើងកាន់ work visa រយៈពេលគឺ1ឆ្នាំ period 12ខែ work visa នៅអាល្លឺម៉ង់ហ្នឹងគឺជំរាបបងប្អូនថាយើងចេញទៅរកការងារធ្វើហើយក្រុមហ៊ុនអត់មានផ្ដល់ការងារទេយើងជាអ្នកប្រឹក្សាហើយនឹងរៀបចំឯកសារដើម្បីឲ្យបងប្អូនបាន visa ហើយចេញទៅប៉ុន្តែមិនមែនក្រុមហ៊ុនគ្រាន់តែធ្វើប៉ុណ្្នឹងទេក្រុមហ៊ុន guide ជូនបងទាំងអស់យើងមានទាំង website កន្លែងស្នាក់នៅបងចង់ស្នាក់នៅកន្លែងណាយើងមាន visa នេះយើងអាចរស់នៅ whole country នៅក្នុងប្រទេសអាល្លឺម៉ង់ហ្នឹងហើយក៏ visa ហ្នឹងអាចចេញចូល Schengen បានដូចគ្នាយើងមានទាំង guide ទៅលើកន្លែងស្នាក់នៅ website ហើយនឹង website ការងារដែល relate ជាមួយ skill យើងមុននឹងចេញទៅខាង program manager របស់យើងគាត់នឹងរៀបចំ CV ឲ្យយើងដាក់ទៅ3កន្លែងសិនទោះបីមិនបាន offer ក៏ដោយគឺយើងយក reference ទៅប្រាប់ស្ថានទូតខ្ញុំកំពុងដាក់ការងារហើយខ្ញុំចង់ទៅដល់នោះជាទូទៅអាល្លឺម៉ង់នៅពេលដែលយើងដាក់ពីចង្ងាយអត់ងាយទេគេអត់ recognize គេអត់ offer ឲ្យយើងទេតោះតែទៅដល់ហ្នឹងយើងមានអាស័យដ្ឋានបានក្រុមហ៊ុនគេទទួលគេចង់ឲ្យបានបុគ្គលិកទៅលឿនអញ្ចឹងហើយបើសិនជាបុគ្គលិកនៅឆ្ងាយត្រូវប្រសេសឯកសារត្រូវសុំញ៉ៃពីក្រុមហ៊ុនគេអត់ចង់ទៀត employer គេអត់ចង់ឲ្យយើងទៅដល់ហ្នឹងយើងធ្វើការបានហ្នឹងណាguide តាំងពីបងចេញពីបលៀនទៅទិញ SIM card ទៅកន្លែងស្នាក់នៅយើងមាន letter មួយទៅបីយើងអត់មាន in person ក៏ដោយប៉ុន្តែបើបងប្អូនចង់ឲ្យយើងជួយក៏យើងមាន in house lawyer នៅហ្នឹងសម្រាប់ជួយដែរតែគ្រាន់តែ service extra charge អញ្ចឹងទៅមកព្រឹកគេយកយើងប្រហែលដូចជា200 euro អញ្ចឹងទៅគេរៀបចំជួយយើងអញ្ចឹងទៅហ្នឹងតាមជាក់ស្ដែងបាទហើយយើងមាន guide សឹងថាយើងមើលទៅ instruction ហ្នឹងគឺយើងធ្វើបានទាំងអស់ហើយយើងអត់បារម្ភទេបាទហើយចំពោះពេលដែលយើងទៅដល់ដំបូងការងារហ្នឹងយើងមើលនៅក្នុង website ហ្នឹងយើង apply ទៅនៅពេលដែលគេផ្ដល់ offer ឲ្យយើងជឿទៅគឺការងារគេអត់ឲ្យយើងធ្វើពេញម៉ោងតែហ្មងទេគេឲ្យយើងធ្វើមួយសប្តាហ៍តា20ម៉ោងឯធម្មតាម៉ោងពេញម៉ោងមកគេ40ម៉ោងពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រមួយថ្ងៃ8ម៉ោងអញ្ចឹងទៅប៉ុន្តែការងារ work គេហៅ trial បុគ្គលិកសាកល្បងគឺគេឲ្យធ្វើរយៈពេល2សប្តាហ៍មួយសប្តាហ៍គេឲ្យធ្វើតែ20ម៉ោងនៅពេលដែលយើងធ្វើបានហើយគេមើលថាអូខេអ្នកឯងមានសមត្ថភាពហើយអាចចុះក្នុងត្រាបានអញ្ចឹងយើងខ្លាចបុគ្គលិកពេញម៉ោងយើងទទួលបាន work visa យើងជោគជ័យហើយសម្បូរការងារគ្រាន់ថាការងារដែលយើងចេញទៅនេះមិនមែនជាការងារ unskill មិនមែនទៅលាងចានមិនមែនទៅរត់តុខ្លាយជា skill ទេណាអានោះគ្រាន់តែជា part មួយដែលយើងគួរតែរកលុយបដិសន្នទេការងារគឺពាក់ព័ន្ធនឹងជំនាញរបស់យើងដែរដូចយើងទៅធ្វើយើងរៀនចប់ខាង finance យើងទៅធ្វើ related skill របស់យើងទៅហ្នឹងឲ្យតែមាន full time job គឺយើងអូខេហើយបាទហើយនៅអាល្លឺម៉ង់គឺជាប្រទេសដែលធំលំដាប់សេដ្ឋកិច្ចទី3ទូទាំងពិភពលោកហើយប្រាក់ម៉ោងក៏ខ្ពស់ដែរខ្ពស់ជាងអញនិយាយបានថាអឺរ៉ុបផ្សេងវាប្រហែលអាមេរិកហើយបាទហើយបន្ទាប់ពីយើងបាន20ម៉ោងពេលដែលយើងបាន job offer គឺយើងបានហើយបើសិនជាក្នុងកំឡុងពេលដែលយើងធ្វើការហ្នឹងយើងអត់ទាន់យើងនៅ probation period រយៈពេល3ខែយើងអត់ទាន់បាន work visa ទេអញ្ចឹងគេគ្រាន់តែ approve យើងនៅសាកល្បងហើយក្នុងកំឡុងពេលដែលយើងផុត visa ខ្ញុំឧទាហរណ៍ថាយើងទៅរយៈពេល1ឆ្នាំយើងធ្វើការនេះអត់ជាប់យើងធ្វើការមួយទៀតរហូតដល់ចុងឆ្នាំចិត្តផុត visa យើងនៅធ្វើការមួយទៀតដែលកំពុងតែធ្វើហ្នឹងគឺអត់អីទេយើងអាចបន្តបានប៉ុន្តែបើយើងអត់មានការងារធ្វើកំឡុងពេលដែលយើងចិត្តអស់ visa គឺយើងត្រូវ back ហើយហ្នឹងជំរាបបងប្អូនចឹងហើយជំរាបថាការងារនេះជំនាញ opportunity គឺទៅរកការងារធ្វើនៅប្រទេសអាល្លឺម៉ង់ដើម្បីជាផ្លូវ
ទៅរក PR ទៅរក citizenship បាទហើយទៅដំបងបានតែម្នាក់ឯងនេះពេលដែលបាន work permit ហើយបានអាចយកគ្រួសារទៅបានបាទហើយចំពោះកម្មវិធីហ្នឹង spouse yes ហើយនឹងកូនកូនក្រុម18ប៉ុន្តែដូចជំរាបមិញអញ្ចឹងពេលដែលយើងចេញទៅម្នាក់ឯងគឺយើងទៅម្នាក់ឯងសិនតបាន work visa បានយកគ្រួសារទៅបានតាមក្រោយតែបើយើងប្តីប្រពន្ធយើង qualify ទាំងពីរហើយយើងមានកូនក្រុម16យើងអាចយកគាត់យើងដាក់ទាំងពីរនាក់ជាប់ទាំងពីរនាក់យកកូនទៅបានកូនទៅរៀននៅសាលារដ្ឋដោយ free ហើយយើងកាតព្វកិច្ចរបស់យើងគឺរកការងារធ្វើថ្មីឲ្យបាន full time job បាន work permit គឺអូខេបាទហើយតាក់ទងទៅនឹងនៅអាឡម៉ង់ហ្នឹងនេះតម្រូវគេហៅថាពេលដែលយើងទៅដល់ហ្នឹងតើយើងត្រូវស្នាក់នៅប្រហែលដើម្បីស្នើសុំ PR ស្នើសុំ citizenship បាទជឿទៅគឺគេអត់មានតម្រូវទេគេអត់តម្រូវយើងស្នាក់នៅប្រហែលទេប៉ុន្តែជឿនៅក្នុងដីគេហ្នឹងបើយើងនៅក្រោម6ខែអីក៏គេហៅថាក្រោម requirement របស់គេដែរគេអាចនិយាយបានថា more than 6 months ហ្នឹងទៅយើងនៅបាន183ថ្ងៃក្នុងមួយឆ្នាំជួនកាលយើងចង់មកលេងស្រុកខ្មែរយើងចង់ទៅលេងប្រទេសណាផ្សេងៗហ្នឹងទៅវាអវត្តមាននៅស្រុកគេប៉ុន្តែកុំឲ្យលើស6ខែអាហ្នឹងសម្រាប់យើងចង់បាន PR ពេលក្រោយចង់បាន citizenship អីចឹងណាបាទ